GSC GF8 ឆ្នាំ2026ជម្រើស SUV 7 កៅអីតម្លៃជាង $40,000 ស្ដើងរូបរាងសមត្ថភាព option លើសពីតម្លៃជំរាបសួរបងប្អូនគ្នាខ្ញុំរក្សាថ្ងៃនេះផងដែរគឺខ្ញុំសូមណែនាំបងប្អូនគ្នាទៅលើរថយន្តជម្រើសលក្ខណៈគ្រួសារ SUV 7 កៅអីគឺរថយន្ត GSC GF8 ឆ្នាំ2026ដែលស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់ទាំងលក្ខណៈអាជីវកម្មនិងការប្រើប្រាស់លក្ខណៈគ្រួសារផងដែរបាននិយាយអំពីខ្ញុំក្នុងនាមខ្ញុំជាអ្នកផលិតមាតិកាម្នាក់ខ្ញុំអាចនិយាយបានថាតាក់ទងទៅនឹងរូបរាងនេះគឺជារឿងដែលចាំបាច់និងជាចំណាប់អារម្មណ៍ដំបូងគេហើយមុនពេលដែលបងប្អូនទាំងគ្នាគិតថាគួរតែស្ដាប់បន្តឬក៏គួរតែសម្រេចចិត្តថាគួរតែទិញរថយន្តនេះឬក៏អត់មែនអត់បងប្អូនទាំងគ្នាអញ្ចឹងហើយនេះបងប្អូនទាំងគ្នាមើលនេះតាក់ទងទៅនឹងប៉ាណាណាគឺមានភាពអំណាចខ្លាំងមែនតើហើយចង្កៀងទាំងមុខទាំងក្រោយគឺប្រើប្រាស់សុទ្ធតែចង្កៀងប្រភេទ LED ទាំងអស់តែម្ដងហើយយ៉ានកង់វិញទំហំធំដែលមានអំណាចហើយរចនាបថបែប Sportទំហំរហូតដល់20 អ៊ីងផងដែរបងប្អូនទាំងគ្នាហើយមាន sensor មុខក្រោយនិងកាមេរ៉ាជំនួយមកជុំរថយន្តលក្ខណៈ340 degree មើលធ្លុះដល់បាតឡានផ្ដល់នូវសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់តែម្ដងអញ្ចឹងដោយសារតែរថយន្តនេះជារថយន្ត SUV 7 កៅអីជាចំណុចមួយដែលមានភាពតាក់ទាញគឺជម្រើស7 កៅអីហ្នឹងតែម្ដងអញ្ចឹងហើយបើសិនជាយើងនិយាយអំពីប្រវែងបណ្ដោយសរុបគឺមានរហូតដល់ 4980 មីលីម៉ែត្រទៅដល់ 1950 មីលីម៉ែត្រកម្ពស់ក៏ខ្ពស់ដែរគឺ1780 មីលីម៉ែត្រនិងប្រវែងគម្លាតកង់ក្រោយដែលផ្ដល់នូវផាសុកភាពគឺ2920 មីលីម៉ែត្រផងដែរអូខេបងប្អូនទាំងនេះចូលមកដល់បរិក្ខារនៅផ្នែកខាងក្នុងខ្ញុំចាប់អារម្មណ៍ឃើញថាគាត់បានលេងជាមួយនឹង texture ហើយនិង material មួយចំនួនដែលវាមើលមកគឺផលិតផ្ដល់នូវកម្រិតផាសុកភាពផងដែរសម្រាប់ម្ចាស់រថយន្តក៏ដូចជាអ្នករួមដំណើរនៅក្នុងរថយន្ត GSC GF8 ឆ្នាំ2026មួយនេះអ្វីដែលចាប់អារម្មណ៍មួយទៀតនោះគឺតាក់ទងទៅនឹងកម្រិតផាសុកភាពទៅលើកៅអីដែលខ្ញុំកំពុងអង្គុយគឺបាទវាក្តោបខ្លួនបានល្អលក្ខណៈ Captain Seat កៅអីធំនិយាយទៅនៅផ្នែកខាងមុខនេះគឺយើងអាចបញ្ជាដោយថាមពលអេឡិចត្រូនិកទាំងអស់តែម្ដងទាំងអ្នកបើកបរទាំងអ្នករួមដំណើរផ្នែកខាងមុខហើយមានមុខងារសំខាន់ដូចជាមុខងារខ្យល់ត្រជាក់ក៏មានដូចគ្នាហើយអ្វីដែលពិសេសហ្នឹងសម្រាប់កៅអីអ្នកបើកបរគឺភ្ជាប់ជាមួយនឹងមុខងារដែលយើងអាចកល់ឆ្អឹងខ្នងនៅពេលដែលយើងបើកបរមានភាពហត់នឿយហ្នឹងគឺយើងកល់ឆ្អឹងខ្នងទៅយើងអត់ចាំបាច់ទៅទិញសម្ភារៈណាមកដាក់សម្រាប់កល់ទេគឺមានរសជាតិស្រេចសម្រាប់បងប្អូនទាំងគ្នាផងដែរហើយកៅអីអ្នករួមដំណើរនៅផ្នែកខាងមុខនេះគឺយើងអាចបត់ឲ្យរាបស្មើដែលរហូតដល់180 degree ផងដែរអញ្ចឹងនៅពេលដែលយើងចង់សម្រាកចង់អីនៅក្នុងឡានម្ដងម្កាលក៏បានដូចគ្នាផងដែរបងប្អូនទាំងគ្នាមួយវិញទៀតតាក់ទងទៅនឹងកាមេរ៉ាដែលកាមេរ៉ារបស់គេគឺប្រើប្រាស់រហូតដល់លក្ខណៈ340 degree អញ្ចឹងនៅពេលដែលយើងមើលអញ្ចេះយើងបានមុំគ្រប់ទាំង4ជ្រុងហើយហ្នឹងហើយយើងអាចផ្លាស់ប្ដូរផងដែរជាមួយនឹងលក្ខណៈ 3D ក៏បានអញ្ចឹងសម្រាប់កាមេរ៉ា340 degree ហ្នឹងគឺគេមានមករកជាស្រេចតែម្ដងឲ្យយើងគឺមុខងារថតនៅពេលដែលបងប្អូនគ្នាត្រូវការសកម្មភាពណាដែលចាំបាច់គឺវាមានមកជុំឡានឲ្យយើងតែម្ដងជាក់ស្ដែងបើសិនជាបងប្អូនទាំងគ្នាប្រើនៅកាមេរ៉ាដែលបំពាក់ពីខាងក្រៅដែលយើងហៅថា aftermarket ហ្នឹងគឺថតបានតែផ្នែកខាងមុខខាងក្រោយទេហើយសម្រាប់កាមេរ៉ានេះគឺថតបានទាំង4ជ្រុងតែម្ដងអញ្ចឹងផ្នែកចំហៀងក៏ចាប់បានដូចគ្នាផងដែរបងប្អូនអញ្ចឹងនេះគឺជាលក្ខណៈមួយដែលពិសេសតែម្ដងសម្រាប់រថយន្តលក្ខណៈគ្រួសារជម្រើស7 កៅអីមួយនេះហើយមួយវិញទៀតសម្រាប់តាក់ទងទៅនឹងអេក្រង់កុងទ័រទំហំក៏ធំដែរលក្ខណៈ digital តែម្ដងទំហំរហូតដល់ 10.1 អ៊ីងហើយអេក្រង់កំសាន្តមួយនេះទៀតសោតគឺទំហំធំហើយត្រជាក់ភ្នែកតែម្ដងទំហំរហូតដល់ 14.6 អ៊ីងសំខាន់ហ្នឹងគឺភ្ជាប់ជាមួយនឹងមុខងារ Apple CarPlay Android Auto ដែលយើងអត់ចាំបាច់ដោតខ្សែញ៉ៃទេហើយបើសិនជាចង់សាកថ្ម
ក៏មានដូចគ្នាផងដែរកន្លែងសាកថ្មទូរស័ព្ទដែលខ្សែបាទ wireless charge តែម្ដងហើយឧបករណ៍បំពងសំឡេងសម្រាប់បងប្អូនទាំងគ្នាធ្វើការកំសាន្តវិញបាទតន្ត្រីធានាថាពីរោះដោយសារតែឧបករណ៍បំពងសំឡេងគឺ DTS sound system របស់គេគឺមានរហូតដល់10ចំណុចឯណោះអញ្ចឹងសម្រាប់ការកំសាន្តចំណុចផាសុកភាពកន្លែងដែលបងប្អូនទាំងគ្នាត្រូវការសាកថ្មគឺមានមកចប់សម្រាប់រថយន្តលក្ខណៈគ្រួសារជំរឿន7កៅអីមួយនេះបន្ថែមពីនេះបងប្អូនទាំងគ្នាគេប្រើប្រាស់ជាមួយនឹង Frank Dial Electronic ហើយក៏មានផងដែរជាមួយនឹងមុខងារ Auto Hold ហើយក៏មួយជាមួយនឹងមុខងារ Drive Mode ដែលបងប្អូនទាំងគ្នាអាចធ្វើការផ្លាស់ប្ដូរ mode បានបាទអញ្ចឹង mode គឺមាន3 Eco Comfort ឬក៏ Sport អញ្ចឹងបងប្អូនទាំងគ្នាអាចជ្រើសរើសទៅតាមតម្រូវការនៃការប្រើប្រាស់សំខាន់គឺម៉ាស៊ីន 2.0 កម្លាំងខ្លាំងហើយនៅផ្នែកខាងលើវិញមានដំបូលកញ្ចក់យ៉ាងធំហើយយើងក៏អាចធ្វើការបើកស្រូបយកខ្យល់អាកាសបានផងដែរនេះគឺជាចំណុចមួយដែលពិសេសសម្រាប់រថយន្តលក្ខណៈគ្រួសារជំរឿន7កៅអី GSC GS8 ឆ្នាំ2026ហើយដោយសារតែរថយន្តនេះគឺជាជំរឿនរថយន្ត7កៅអីអញ្ចឹងមានកៅអីរហូតដល់3ជួរជំរឿន7កៅអីអញ្ចឹងសួរថាតើម៉ាស៊ីនត្រជាក់មិនដែរអូខេសម្រាប់ម៉ាស៊ីនត្រជាក់នៅផ្នែកខាងមុខគឺយើងអាចបែងចែកបាន2តំបន់ហើយនៅផ្នែកខាងក្រោយគឺបានមួយតំបន់ទៀតអញ្ចឹងជារួមគឺមាន3តំបន់បងប្អូនគ្នា3តំបន់ហ្នឹងគឺចង់និយាយថាកម្រិតសីតុណ្ហភាពដែលយើងអាចសេរីបានគឺនៅតកុងនិងអ្នករួមដំណើរនៅផ្នែកខាងមុខគឺយើងអាចសេរីកម្រិតសីតុណ្ហភាពហ្នឹងគឺទៅតាមល័យតម្រូវទៅតាមការចង់បានរបស់បងប្អូនគ្នាអញ្ចឹងបើសិនជានៅផ្នែកខាងមុខគាត់ចង់បានអត់សូវត្រជាក់ទេតកុងអត់សូវត្រជាក់តែអ្នករួមដំណើរផ្នែកមុខចង់ត្រជាក់ក៏បានហើយនៅផ្នែកខាងក្រោយគឺយើងអាចធ្វើការសេរីបានគ្រាន់តែថាវាបានមួយ channel ទៀតមានន័យថាបានមួយ zone ទៀតបានមួយតំបន់ទៀតអញ្ចឹងបាន3តំបន់ចែកដាច់ពីគ្នាតែម្ដងហើយនៅក្នុងផ្នែកខាងក្រោយគឺមានទំហំធំបងប្អូនទាំងគ្នាទំហំរហូតដល់1895លីត្រជារួមណានៅពេលដែលបងប្អូនទាំងគ្នាចង់ចុះ trip សម្រាប់ដំណើរកម្សាន្តនាចុងសប្តាហ៍ធានាថាអត់ក្តីបារម្ភសម្រាប់ការទុកដាក់អីវ៉ាន់បងប្អូនទាំងគ្នាទេគឺយើងដាក់បានយើងអាចរីករាយជាមួយនឹងតន្ត្រីឧបករណ៍បំពងសំឡេង10ចំណុចហើយជាមួយនឹងមុខងារកម្រិតផាសុកភាពផ្សេងៗទៀតដែលមានបំពាក់នៅលើរថយន្តនេះធានាបានថាបងប្អូនទាំងគ្នាធ្វើដំណើរដោយក្តីរីករាយរូបរាងអំណាចថាមពលកម្លាំងក៏ខ្លាំងម៉ាស៊ីន 2.0 តម្លៃជាង$40,000 option ក៏ទំនើបច្រើនហើយកម្រិតផាសុកភាពគឺមានហើយចុះចំណែកឯប្រព័ន្ធសុវត្ថិភាពក៏ដូចជាប្រព័ន្ធជំនួយបើកបរមិនវិញអញ្ចឹងជារួមសម្រាប់ប្រព័ន្ធជំនួយដល់ការបើកបរនិងមុខងារសុវត្ថិភាពគឺមានច្រើនមកគ្នាជាក់ស្ដែងហ្មង GSC គឺអត់ចោលទេជាមួយនឹងមុខងារបើកបរដោយឆ្លាតវៃដែលយើងហៅថា Edigo ហ្នឹងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិនៅពេលដែលមានឧបសគ្គនៅផ្នែកខាងមុខអញ្ចឹងជារួមគឺផ្ដល់សញ្ញាឲ្យបងប្អូនទាំងគ្នាបើសិនបើបងប្អូនទាំងគ្នាអត់អាចគ្រប់គ្រងនៅលើរថយន្តហ្នឹងនឹងធ្វើការជន់ហ្វ្រាំងឲ្យយើងដោយស្វ័យប្រវត្តិជារួមគេហៅថាហ្វ្រាំងអូតូប្រព័ន្ធកំណត់ល្បឿនថេរនិងបន្ថែមបន្ថយល្បឿនតាមរថយន្តនៅផ្នែកខាងមុខ ACC ក៏មានដូចគ្នាផងដែរប្រព័ន្ធជំនួយឲ្យរថយន្តស្ថិតនៅក្នុងគន្លងដែលត្រឹមត្រូវនិងដាស់តឿននៅពេលដែលរថយន្តចាក់ពីគន្លងផ្លូវប្រព័ន្ធជំនួយពេលបត់ផ្លូវកោងប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍ប្រព័ន្ធវាស់សម្ពាធចោលកង់រថយន្តសម្រាប់សោយគឺជាប្រភេទ passive entry passive start ដែលវាធ្វើការ lock និង unlock នៅពេលដែលយើងដើរមកក្បែរឬក៏ចាក់ចេញពីរថយន្តសំខាន់គឺយើងអាចបញ្ជារថយន្តបច្ចេកពីចង្ងាយហើយនៅពេលដែលយើងបញ្ជារថយន្តបិទ lock ឬក៏ unlock ហ្នឹងគឺកញ្ចក់បើសិនជាវាអត់នេះទេគឺវានឹងឡើងឲ្យយើងដោយស្វ័យប្រវត្តិបិទឬក៏បើកដោយស្វ័យប្រវត្តិមកជារួមគឺធ្វើយ៉ាងណាឲ្យរថយន្តរបស់យើងហ្នឹងគឺមានសុវត្ថិភាពអត់បារម្ភរឿងភ្លេចបិទកញ្ចក់ទៀតទេលើពីនេះទៅទៀតនោះសម្រាប់ GSC GS8 model មួយនេះត្រូវបានផលិតឡើងនៅលើទូគ្រោងសកលមួយ GPMA platform ដែលយើងហៅថា GSC Global Platform Module Architecture ដែលប្រើប្រាស់សាច់ដែកថែបហ្នឹងគឺរហូតដល់ 95% ដែលយើងហៅថា High Strength Steel ដែលធ្វើឲ្យរថយន្តមួយនេះគឺទទួលបាននូវចំណុចថ្នាក់សុវត្ថិភាពកែ5ពីស្ថាប័ន C&CAP ផងដែរជួយឲ្យការបើកបររបស់បងប្អូនគ្នាគឺកាន់តែមានសុវត្ថិភាពខ្ពស់អូខេបងប្អូនទាំងគ្នាឥឡូវនេះគឺបានកាន់ដៃជាកូដហើយក៏ចង់បង្ហាញបងប្អូនទាំងគ្នាផងដែរជាមួយនឹងចំណារអារម្មណ៍របស់ខ្ញុំលើការបើកបរជាក់ស្ដែងដៃជាកូដធូរងាយស្រួលក្នុងការប្រើប្រាស់ពជាបត់បែនបានគ្រប់ក្លាត់សាផ្លូវហើយប្រព័ន្ធបូមជើងក្រោយគឺដំណើរការបានល្អខ្លាំងមែនទែនបងប្អូនទាំងគ្នាដោយសារតែប្រើប្រាស់នៅប្រភេទឯករាជ្យទាំងអស់ហើយជាក់ស្ដែងសម្រាប់ប្រភេទឯករាជ្យទាំងអស់ហ្នឹងគឺបូមនៅផ្នែកខាងមុខគេប្រើប្រាស់នៅប្រភេទ Mac Passion Tab ហើយផ្នែកខាងក្រៅគឺគេប្រើប្រាស់នៅប្រភេទ Multi-link Beam Independent ទាំងអស់តែម្ដងនិយាយទៅបូមទុនងាយស្រួលក្នុងការប្រើប្រាស់មែនទែនហើយថាមពលកម្លាំងម៉ាស៊ីនជំនួយពី Pedal Shift នេះយើងចេញចូលលេខយើងចង់បានបែប Sport អីក៏បានដែរប្រអប់លេខ ISIN 8វគ្គស្វ័យប្រវត្តិសម្រាប់ថាមពលកម្លាំងវិញក៏ស្ទុះបានល្អដែរបងប្អូនគ្នាដោយសារតែមាន mode នៃការបើកបរគឺមាន3ដូចបងប្អូនគ្នាបានដឹង Eco Comfort Sport ចឹងអាស្រ័យលើការប្រើប្រាស់ហើយមាន Pedal Shift ដូចខ្ញុំបានបញ្ជាក់ហើយសម្រាប់ថាមពលកម្លាំងម៉ាស៊ីនវិញគឺរថយន្តនេះគឺដំណើរការដោយម៉ាស៊ីនសាំងទំនប់ 2.0 TGDI អាចផលិតថាមពលកម្លាំងបាន248 HP កម្លាំងរមូលគឺខ្លាំង400 Newton m អញ្ចឹងសម្រាប់ការអូសស្ដោងការដឹកការអីហ្នឹងគឺក៏បានផងដែរបើទោះបីជារថយន្តនេះជារថយន្តលក្ខណៈគ្រួសារក៏ដោយហ
ហើយប្រអប់លេខគេប្រើប្រភេទ ISIN 8វគ្គស្វ័យប្រវត្តិផងដែររួមជាមួយនឹងប្រព័ន្ធបូមជើងក្រោមដែលមានភាពបត់បែនគឺធានាបាននៅកម្រិតគុណភាពនៃការបើកបរក៏ដូចជាការធ្វើដំណើររបស់បងទាំងនេះទៅលើរថយន្តលក្ខណៈគ្រួសារ GSC GF8 ឆ្នាំ2026ជារួមសម្រាប់បងប្អូនទាំងគ្នាដែលជាម្ចាស់អាជីវកម្មឬអ្នករកស៊ីចង់បានរថយន្តនេះយកទៅប្រើប្រាស់លក្ខណៈអាជីវកម្មឬក៏លក្ខណៈគ្រួសារណាគឺត្រូវមកតែម្ដងហើយមួយនេះគឺខ្ញុំសូមណែនាំបងប្អូនទាំងគ្នាគឺរថយន្ត GSC GF8 ឆ្នាំ2026ហើយជាពិសេសគឺសម្រាប់បងប្អូនទាំងគ្នាដែលមានកញ្ចប់ថវិកា$40,000ស្ដើងគឺត្រូវតែម្ដងបងប្អូនទាំងគ្នាពីព្រោះដោយសារតែ option សមត្ថភាពលើសពីតម្លៃដែលខ្ញុំបានរៀបរាប់ជូនបងប្អូនទាំងគ្នាផងដែរមួយទៀតបងប្អូនទាំងគ្នាកុំភ្លេចមកបើកបរសាកល្បងផ្ទាល់គឺរឹតតែពិសេសហើយប្រសិនបើចង់បានគួរតែទិញពីក្រុមហ៊ុនផ្លូវការព្រោះថាជារថយន្តប្រភេទ Global Version ងាយស្រួលប្រើប្រាស់ទទួលបានការធានារយៈពេលវែងរហូតដល់5ឆ្នាំឬ 150,000 គីឡូម៉ែត្រផ្លូវការពីរោងចក្រ GSC ប្រទេសចិនរោងជាងបំពាក់ជាមួយនឹងឧបករណ៍គ្រប់គ្រាន់ជាពិសេសហ្នឹងគឺមាន GSC Scanner ដែលបំពាក់ជាមួយនឹង software ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ license មានសមត្ថភាពក្នុងការ scan រកកំហូច reset ឬក៏ program ផ្លាស់ប្ដូរ board បញ្ជាអេឡិចត្រូនិកផ្សេងៗជាដើមទទួលបានការប្រឹក្សាការថែទាំនិងជួសជុលពីអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំក៏ដូចជាការទទួលបាននូវការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវពីរោងចក្រ GSC ហើយចំណុចចុងក្រោយដែលពិសេសមួយទៀតគឺទទួលបាននៅគ្រឿងបន្លាស់គុណភាពខ្ពស់ original តែម្ដងពីរោងចក្រ GSC សរុបមកវិញខ្ញុំមាន3ចំណុចដែលពេញចិត្តខ្លាំងសម្រាប់រថយន្តលក្ខណៈគ្រួសារជំរឿន7អីមួយនេះគឺរថយន្ត GSC GF8 ឆ្នាំ2026ចំណុចទី1គឺយើងបានរថយន្តដែលប្រើប្រាស់នៅជម្រើស7កៅអីជម្រើសទី2គឺបងប្អូនគ្នាបានរថយន្តដែលមានម៉ាស៊ីនទំហំធំរហូតដល់ 2.0 បើកបរបាន smooth ហើយបើនិយាយពីថាមពលកម្លាំងក៏ខ្លាំងដូចគ្នាផងដែរនិងចំណុចចុងក្រោយទី3គឺបងប្អូនទាំងគ្នាទទួលបាននៅតម្លៃពិសេសត្រឹមតែ$42,900តែប៉ុណ្ណោះសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងគ្នាអាចទាក់ទងបានទៅកាន់ GSC Cambodia អរគុណបងប្អូនទាំងគ្នាហើយយើងសន្យាថាយើងនឹងជួបគ្នានៅវីដេអូក្រោយ